ខ្ញុំជាឃាតករកំពុងម្នាក់ដើម្បីកិច្ចពីការតាមចាប់ខ្ញុំបានលាក់ខ្លួនក្នុងភូមិព្រីហើហើយខ្លាចជាអ្នកបម្រើផ្ទាល់ខ្លួនរបស់នាងលោកម្ចាស់ហើនិងភរិយាមានចិត្តល្អហើយអ្នកនាងក៏ស្លូតត្រង់គ្រួសារហើយមានភាពសុខដុមរមនាខ្ញុំស្នាក់នៅទីនេះយ៉ាងសុខស្រួលហើយគិតថានឹងលាងដៃឈប់ធ្វើឃាតករហើយកំដរអ្នកនាងរៀបការដឹកស្មានមិនដល់ថាព្រះចៅអធិរាជបានប្រទានអាពាហ៍ពិពាហ៍ដោយឲ្យអ្នកនាងរៀបការជាមួយភីសៀវដែលជាកូនប្រុសរបស់សេដ្ឋីណានភីសៀវជាមនុស្សពៀលនិងខូខើចូលចិត្តធ្វើបាបនារីល្អអ្នកបម្រើដែលមានរូបសម្រស់ស្រស់ស្អាតនៅក្នុងភូមិព្រីសុទ្ធតែរងគ្រោះដោយសារគេភូមិព្រីហូរពោពេញដោយភាពសោកសៅលោកម្ចាស់ហូរដកដង្ហើមធំសក់ស្គរត្រឹមមួយយប់ឯភរិយានិងអ្នកនាងអបគ្នាអបយំយ៉ាងកំសត់ខ្ញុំដកដង្ហើមធំហើយដើរទៅមុខពួកគេទុកឲ្យខ្ញុំរៀបការជំនួសចុះពាក្យរបស់ខ្ញុំធ្វើឲ្យអ្នកទាំងបីស្រឡាំងកាន់អ្នកនាងយំហើយក៏វិក្បាលលៀបយន្តឯងកុំនិយាយផ្ដេសផ្ដាសឯងមិនយកអ្វីទាំងអស់ទេស្ដេចភីណានស្អប់លោកពុកដែលបានចោទប្រកាន់គាត់ពីបទរំលោភអំណាចនិងមិនចេះប្រដៅកូនភូមិព្រីហើនិងភូមិព្រីស្ដេចភីណានគឺដូចទឹកនឹងភ្លើងទៅហើយភីសៀវកូនប្រុសស្ដេចភីណានជាមនុស្សមកកាមនិងខូខើអ្នកបម្រើដែលមានរូបសម្រស់ស្រស់ស្អាតសុទ្ធតែរងគ្រោះដោយសារគេភូមិព្រីស្ដេចភីណានគឺជារណ្ដៅភ្លើងតើខ្ញុំអាចរុញឯងចូលរណ្ដៅភ្លើងមើលឯងទៅស្លាប់យ៉ាងម៉េចទៅពាក្យរបស់អ្នកនាងធ្វើឲ្យលោកម្ចាស់ហើយបន្ទោសខ្លួនឯងយ៉ាងខ្លាំងភរិយាអាណិតអ្នកនាងក៏និយាយបន្ទោសលោកម្ចាស់ហើយទាំងភ្នែកក្រហមមកពីលោកទាំងអស់កូនប្រុសស្ដេចភីណានអាងអំណាចធ្វើបាបគេសម្លាប់មនុស្សតើវាតាក់ទងអីនឹងលោកឥឡូវនេះលោកបានប្រមាថស្ដេចភីណានតែបែរជាធ្វើឲ្យកូនស្រីរងទុក្ខទៅវិញលោកម្ចាស់ហើយដកដង្ហើមធំមិនដឹងនិយាយអ្វីខ្ញុំសើចចំអកក្នុងចិត្តតើខ្ញុំមិនយល់យ៉ាងម៉េចទៅក្នុងនាមជាអ្នកមើលខ្ញុំដឹងច្បាស់ពីដំណើររឿងស្ដេចភីណាននិងព្រះជាយាមានបុត្រនៅវ័យកណ្ដាលដូច្នេះហើយទៅពួកគាត់តាមចិត្តភីសៀវខ្លាំងណាស់ដោយចិញ្ចឹមគេឲ្យខ្លាចជាកូនអ្នកមានដែលអាងអំណាចខូខើនិងមកកាមឲ្យតែមានអ្នកណាមិនធ្វើតាមចិត្តគេនឹងវាយដំយ៉ាងចាស់ដៃនៅក្នុងភូមិគ្រីស្ទើតែរៀងរាល់ខែមានអ្នកបម្រើត្រូវភីសៀវវាយរហូតដល់ស្លាប់រហូតដល់មួយខែមុនពេលលោកម្ចាស់ហើយត្រឡប់មកភូមិគ្រីវិញគាត់បានឃើញផ្ទាល់ភ្នែកថាភីសៀវបាននាំបាក់ពូអូសនារីលក់ទៅហ៊ុំម្នាក់ចូលទៅក្នុងផ្លូវតូចចង្អៀតហើយរំលោភរហូតដល់ស្លាប់ទើបធ្វើឲ្យរឿងនេះក្លាយជារឿងធំការប្រឆាំងនឹងរាជបញ្ជាគឺជាវត្ថុព្រឹត្តិដែលត្រូវកាត់ក្បាលលោកម្ចាស់ក៏គ្មានជំរឿទើបធ្លាក់ក្នុងស្ថានភាពបែបនេះបើពិតជាមិនបានទេកូននឹងទៅបួសជាដូនជីនៅវត្តចិនឆិនអស់មួយជីវិតអ្នកនាងក៏ទៅភ្នែកក្នុងពាក្យសម្ដីពោពេញដោយភាពអស់សង្ឃឹមនិងចង់ស្លាប់លោកស្រីហៀបនឹងហាប់មាត់លួងលោមស្រាប់តែមានអ្នកបម្រើម្នាក់រត់ចូលមកយ៉ាងប្រញាប់ប្រញាល់លោកម្ចាស់លោកស្រីកូនប្រុសច្បងរបស់ស្ដេចភីណានមកចូលស្ដីដណ្ដឹងហើយគ្រាន់តែអ្នកបម្រើនិយាយចប់ស្រាប់តែមានមនុស្សមួយក្រុមដើរចូលមកអ្នកនាំមុខស្លៀកពាក់អាវផាយរលុងមើលទៅដូចជាមនុស្សមិនខ្វល់ពីអ្វីទាំងអស់ទោះបីជាមានរូបរាងសង្ហាប៉ុន្តែក្នុងកែវភ្នែកពោពេញដោយភាពកាចសាហាវគេគឺភីជាកូនប្រុសច្បងរបស់ស្ដេចភីណានសុខសប្បាយទេលោកពុកក្មេកភីជាលើកដៃសំពះលោកម្ចាស់យ៉ាងលំអៀងបន្ទាប់មកក៏សម្លឹងមើលចុះឡើងដោយកែវភ្នែករបស់កាមអ្នកនាងញ័រខ្លួនបន្តិចផ្ទៃមុខប្រែជាស្លេកស្លាំងភ្លាមមានអារម្មណ៍ភ័យខ្លាចហើយពួនពីក្រោយខ្ញុំនៅស្ងៀមឲ្យសញ្ញាទៅអ្នកបម្រើក្បែរនោះឲ្យនាំអ្នកនាងទៅខាងក្រោយសិនឯងមកធ្វើអីលោកម្ចាស់ធ្វើមុខក្រញើនិយាយដោយមិនគួរសមភីជាសើចំអកនិងមានមោទនភាពប្រកាសណាស់គឺមកមើលអនាគតប្រពន្ធរបស់ខ្ញុំហើយពីគេថានាងមានស្បែកស្រូបរាងស្អាតតាក់ទាញជាងស្រីស្អាតនៅសេងឡើយទៅទៀតខ្ញុំអត់ធ្មត់មិនបានក៏ចង់មកភ្លក់មើលនឹងណានេះគឺជាការប្រមាថនិងមើលងាយយ៉ាងច្បាស់ឯងលោកម្ចាស់ខឹងញ័រខ្លួនចង្អុលទៅភីជានិយាយមិនចេញលោកស្រីមុខឡើងស្វាយស្ទើរតែដួលសន្លប់ខ្ញុំប្រញាប់ដើរទៅមុខជួយទប់លោកស្រីតែក្នុងគាត់ថ្នមនិងលួងលោមគាត់អ្នកម្ដាយកុំខឹងពេកប្រយ័ត្នខូចសុខភាពសំឡេងខ្ញុំមិនសូវទេប៉ុន្តែភីជាអាចស្ដាប់បានគេសម្លឹងមើលខ្ញុំពីលើដល់ក្រោមនាងគឺសងឈីវកែវភ្នែករបស់ភីជាពោពេញដោយការមើលងាយរូបរាងធម្មតារាងក៏ស្គមមិនស្មើនឹងអ្នកបម្រើនៅសេងឡើយផងអ្នកបម្រើរបស់ភីជាសម្លឹងមកខ្ញុំហើយសើចយ៉ាងគួរឲ្យខ្ពើមពួកគេសម្លឹងមកខ្ញុំដោយការចំអកចង់ឃើញភាពអាម៉ាស់និងខ្មាស់អៀននៅលើមុខរបស់ខ្ញុំប៉ុន្តែខ្ញុំមិនខ្វល់យំដាក់ភីជាបន្តិចបើលោកមិនពេញចិត្តខ្ញុំទេគួរតែទៅសុំព្រះរាជាលោកចោលការរៀបការនេះទៅភីជាសើចចំអកមាត់នាងពូកែនិយាយណាស់ខ្ញុំមិនចោះចាញ់ក៏ទៅពេលគេវិញលោកក៏មិនអន់ដែរភីជាហាក់ដូចជាចាប់អារម្មណ៍គេដើរមកចិត្តសម្លឹងមកខ្ញុំពីលើដូចជាឆ្មាលេងជាមួយកណ្ដុរហើយខ្សឹបដាក់ទៅជាខ្ញុំសង្ឃឹមថានាងនៅតែពូកែនិយាយបែបនេះនៅយប់សំដំណេកភ្លេចប្រាប់ខ្ញុំមានបងប្អូនល្អប៉ុន្មានអ្នកធ្វើជាអ្នកសុំទាននៅខាងក្រៅពួកគេល្អគ្រប់យ៉ាងគ្រាន់តែមានដំបៅពេញខ្លួននិងមានក្លិនស្អុយមួយជីវិតនេះពួកគេមិនធ្លាប់ប៉ះមនុស្សស្រីទេគេតែនិយាយថាបងប្អូនដូចជាដៃជើងមនុស្សស្រីដូចជាសម្លៀកបំពាក់ចាំដល់យប់សំដំណេកខ្ញុំនឹងឲ្យបងប្អូនល្អរបស់ខ្ញុំស្លៀកសម្លៀកបំពាក់ដ៏ល្អមួយនេះចាត់ទុកថាជាការសងគុណលោកពុកក្មេកដែលធ្លាប់រៀនប្រដៅខ្ញុំពីមុនមកភីជាសើចយ៉ាងខ្លាំងហើយសម្លឹងមើលលោកម្ចាស់ដោយការឌឺដងខ្ញុំខ្លាចថាវិមានមកគ្វីសទាំងមូលរបស់អ្នកនឹងមិនអាចទ្រាំទ្របានទេនិយាយរួចគាត់ក៏ងាកចេញទៅលោកជំទាវជូតទឹកភ្នែកយំយ៉ាងក្រៀមក្រំកូនស្រីដ៏កំសត់របស់ខ្ញុំមានតែខ្ញុំទេដែលញាប់ញ័រពេញខ្លួនរំភើបខ្លាំងណាស់គិតជាយូរណាស់មកហើយដែលខ្ញុំបានសម្លាប់សត្វបែបនេះទីបំផុតខ្ញុំនៅតែរៀបការជំនួសនារីវ័យក្មេងនារីវ័យក្មេងមិនយល់ព្រមទេនាងមិនអាចទ្រាំឲ្យខ្ញុំទៅស្លាប់បានទេគ្រាន់តែមុនពេលនាងចូលទៅក្នុងកៅអីរថយន្តកូនក្រមុំខ្ញុំបានគូនាងចេញខ្ញុំស្លៀករោគមង្គលការរបស់នាងហើយចូលទៅក្នុងកៅអីរថយន្តកូនក្រមុំទៅវិមាន Penn and Prince នារីវ័យក្មេងមានចិត្តល្អនាងល្អចំពោះខ្ញុំប៉ុន្មានឆ្នាំមកនេះដូចគ្នានេះដែលខ្ញុំមិនអាចទ្រាំឲ្យនាងទៅស្លាប់បានទេ Marquis និង Madam មានកំហុសយ៉ាងខ្លាំងពួកគេមានអារម្មណ៍សោកស្ដាយចំពោះខ្ញុំ Marquis បានបើកសារដូនតាហើយសរសេរឈ្មោះរបស់ខ្ញុំទៅក្នុងពង្សាវតានៃវិមាន Marquis គាត់បានទទួលស្គាល់ខ្ញុំថាជានារីវ័យក្មេងទី2នៃវិមាន Marquis ចាប់ពីពេលនោះមកខ្ញុំលែងមានឈ្មោះលីយ៉ាងទៀតហើយខ្ញុំបានក្លាយជានារីវ័យក្មេងទី2នៃវិមាន Marquis គឺសំឈីវលោកជំទាវបានប្រគល់ថ្លៃបណ្ណាការទាំងអស់ដែលនាងបានរៀបចំសម្រាប់នារីវ័យក្មេងអស់ជាច្រើនឆ្នាំមកឲ្យខ្ញុំមុននឹងចូលរថយន្តកូនក្រមុំនាងបានអបខ្ញុំហើយយំយ៉ាងខ្លាំងនិយាយថាខ្ញុំជាអ្នកមានគុណនៃវិមាន Marquis ខ្ញុំជាឪពុកម្ដាយទី2របស់នារីវ័យក្មេង Marquis នៅចំពោះមុខមនុស្សទាំងអស់ដែលស្វាគមន៍កូនក្រមុំនិយាយយ៉ាងច្បាស់និងច្បាស់ឈីវគឺជាកូនស្រីជាទីស្រឡាញ់បំផុតរបស់ខ្ញុំសងចៅបើមានរឿងអីកើតឡើងចំពោះកូនស្រីខ្ញុំសងចៅនឹងវាយក្បាលខ្ញុំរហូតដល់ស្លាប់នៅក្នុងសាល Golden Dawn ដើម្បីស្វែងរកយុទ្ធធម៌សម្រាប់ឈីវពាក្យរបស់ Marquis កំពុងគាំទ្រខ្ញុំគាត់ក៏ត្រៀមខ្លួនប្រយុទ្ធដល់ស្លាប់ដែរយ៉ាងណាមិញពួកគេទាំងអស់គ្នាមានអារម្មណ៍ថាការទៅរបស់ខ្ញុំលើកនេះគឺជាការរត់គេពីសេចក្តីស្លាប់ដ៏ចង្អៀតភីជាដែលមកសុំរៀបការមានទឹកមុខលេងសើចគាត់មិនបានយកការគំរាមកំហែងរបស់ Marquis មកដាក់ក្នុងចិត្តតតែសោះ
គាត់មានអារម្មណ៍ថានេះគឺជាកំហឹងអសមត្ថភាពរបស់ Marquez vìមាន Marquez រៀបការជាមួយកូនស្រីវិមានរបស់ព្រះអង្គម្ចាស់យកកូនក្រមុំនៅក្នុងបន្ទប់កូនក្រមុំទៀនពណ៌ក្រហមមាសនិង Phoenix បានឆេះយ៉ាងសន្ធោសន្ធៅខ្ញុំអង្គុយក្នុងបន្ទប់កូនក្រមុំរងចាំ PGL មកដល់អ្នកនាងទី2តើអ្នកឃ្លានទេសូមឲ្យអ្នកបម្រើម្នាក់នេះរកនំពីរដុំមកដាក់ពោះអ្នកជាមុនសិនខាយ៉ាងក្បែរខ្ញុំនិយាយតែញាប់ញ័រជាក់ស្ដែងនាងភ័យខ្លាំងណាស់ខាយ៉ាងគឺជាអ្នកបម្រើថ្លៃបណ្ណាការដែលលោកជំទាវរៀបចំសម្រាប់ខ្ញុំលោកជំទាវមានប្រសាសន៍ថាខាយ៉ាងធ្លាប់បានរៀនក្បាច់គុនខ្លះពីឆ្មាំវិមានការរៀបចំនាងជាអ្នកបម្រើថ្លៃបណ្ណាការរបស់ខ្ញុំក៏ដើម្បីការពារខ្ញុំដែរបើមានអ្នកណានៅក្នុងវិមានរបស់ព្រះអង្គម្ចាស់សម្លឹកខ្ញុំខាយ៉ាងក៏អាចជួយខ្ញុំវាយបកវិញបានដែរគ្រាន់តែសម្លឹងមើលមុខស្អាតបែបកូនក្មេងរបស់ខាយ៉ាងខ្ញុំដកដង្ហើមធំតើក្មេងស្រីតូចបែបនេះមកវិមានរបស់ព្រះអង្គម្ចាស់គ្រាន់តែប្រគល់ក្បាលរបស់នាងទៅ PGL ទេខ្ញុំគ្រាន់តែចង់បើកមាត់ដើម្បីលួងលោមខាយ៉ាងពីរបីម៉ាត់ទ្វារត្រូវបានគេទាត់បើកភ្លាមសំឡេងរំខានដ៏ធំបានធ្វើឲ្យខាយ៉ាងភ្ញាក់ផ្អើលនាងបានការពារខ្ញុំដោយមិនដឹងខ្លួននៅពីក្រោយនាងខ្ញុំងក់ក្បាលហើយមើលទៅទ្វារខ្ញុំបានឃើញ PGL ដើរចូលមកក្នុងឈុតមង្គលការពណ៌ក្រហមដ៏ធំមួយគាត់សម្លឹងមកខ្ញុំដោយភ្នែកស្រេកឈាមជួយយិនគឺជួយយិនកុំធ្វើអ្វីផ្ដេសផ្ដាស PCL ដើរមកមុខខ្ញុំលូកដៃមកច្របាច់ចង្កាខ្ញុំយ៉ាងខ្លាំងតាចាស់សូមចៅហ៊ានប្រឹងរីករាយពីណានរបស់យើងនៅចំពោះមុខព្រះចៅអធិរាជគាត់ពិតជាធន់នឹងការរស់នៅមែនតើគាត់មិនស្រឡាញ់កូនស្រីដូចជានាងទេតើគាត់មិនខ្ពង់ខ្ពស់ទេបើមនុស្សពេញទីក្រុងពេកាំងឃើញកូនស្រីគាត់ដេកជាមួយអ្នកសុំទានពីរនាក់ក្នុងយប់រៀបការតើគាត់នៅតែខ្ពង់ខ្ពស់យ៉ាងម៉េចទៅតើគាត់មានមុខនិយាយថារីករាយពីណានបង្រៀនកូនមិនបានល្អយ៉ាងម៉េចទៅអ្នកសុំទានស្លៀកពាក់រហ័យពីរនាក់បានដើរចូលមកនៅពេលនេះពួកគេសើចយ៉ាងល្មុតកាមហើយសម្លឹងមកខ្ញុំដោយភ្នែកល្មុតកាម PCL សើចយ៉ាងត្រជាក់ហើយមើលទៅអ្នកសុំទានទាំងពីរស្រីម្នាក់នេះទុកឯងចុះអ្នកសុំទានទាំងពីរប្រញាប់និយាយគាត់កូនកូនប្រុសច្បងកុំបារម្ភអីបងប្អូនយើងមានវិធីទោះជាស្ត្រីបរិសុទ្ធក៏ត្រូវតែចុះចាញ់ដែរ PCL មកក្បាលដោយការពេញចិត្តគាត់ងាកមកមើលខ្ញុំដោយក្តីអាណិតកន្លះម៉ោងក្រោយមកខ្ញុំនឹងឲ្យភ្ញៀវទាំងអស់ដែលចូលរួមពិធីមង្គលការមើលរឿងដ៏ល្អនេះក្រោយយប់នេះគ្រួសារសូមនឹងបាត់បង់មុខមាត់នៅទីក្រុងប៉េកាំងហើយគ្មានកន្លែងឈរជើងទៀតទេអ្នកនាងប្រញាប់រត់ទៅរកលោកម្ចាស់ទៅជួយយិនឈររងពីមុខខ្ញុំដោយភាពភ័យស្លន់ស្លោទឹកមុខរបស់នាងពោពេញដោយការព្រួយបារម្ភ PCL បញ្ជាទៅខាងក្រៅទ្វារដោយការស្អប់ខ្ពើមអង្គរៈពីរនាក់បានចូលមកអូសជួយយិនចេញទៅ PCL ក៏ដើរចេញទៅយឺតគាត់បិទទ្វារនិងចាក់សោយ៉ាងយកចិត្តទុកដាក់បន្ទប់កូនក្រមុំក៏ស្ងាត់ជ្រុងភ្លាមអ្នកសុំទានទាំងពីរត្រដោះដៃមើលមកខ្ញុំអ្នកនាងតូចគុំរើបំរះអីកាន់តែរើបំរះបងប្អូនយើងកាន់តែរំភើប